ប្រវត្តិតាឃ្លាំងមឿងចៅពញាសុគាលោកពេជ្រជាស្ដេចត្រាញ់និងជាចៅវាយស្រុកខេត្តពោធិ៍សាត់ដំបងលោកគឺជាមេស្មឹងនៅភ្នំក្រវាញហើយលោកបានជួយយកអាសាព្រះបាទចន្ទរាជាពេលទ្រង់និរទេសទៅប្រទេសសៀមនិងពេលត្រឡប់មកវិញបានទៅប្រហារសម្លាប់ចៅពញាសុគាលោកខាងព្រះស្ដេចកូនចៅកាលពីនោះមកចៅវាយកែវនិងចៅពញាចក្រីកែវបានឡំពាត់បន្ទានមានជ័យនៅឯខេត្តពោធិ៍សាត់លោកបានពលីជីវិតដើម្បីទៅកែនទ័ពខ្មោចក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកែនទ័ពខ្មោចជាមួយលោកដែរដើម្បីរំដោះព្រះអង្គច័ន្ទជាងពីគ្រោះថ្នាក់ក្នុងឆ្នាំគ.ស. 1549ក្រោយពីលោកអនិច្ចកម្មទៅមានមេស្មឹងម្នាក់ស្នងរូបលោកតាក់ទងជាមួយព្រះបាទចន្ទរាជាមេស្មឹងនោះឈ្មោះថាពញាច័ន្ទហើយក៏ត្រូវជាមិត្តរបស់លោកដែរសុគាលោកពេជ្រចៅពញាសុគាលោកនៃខេត្តពោធិ៍សាត់ក្នុងការិយាល័យព្រឹកសហ1549ត្រេកុសហ1549ព្រះមហាក្សត្រចន្ទរាជាគឺចៅពញាសុគាលោកឬស្រីជាថាបន្ទាប់ចៅពញាសុគាលោកទេពឬកែវព័រមានលំអិតផ្ទាល់ខ្លួនកើតឬស្រុកភ្នំក្រវាញ់បច្ចុប្បន្នឃើងកុសហ1549ខេត្តពោធិ៍សាត់បាក់នឹមពោធិ៍សាត់ស្រុកបាកានគឺកែវឬអងទេពឬកែវនឹងសុក